សួស្តីមកកាន់ channel របស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូចែកម្លែកមួយទាក់ទងការបដូរបានបើកបរចឹងពីបានបើកបរប្រទេសកម្ពុជាយើងទៅបានបើកបរប្រទេសជប៉ុនហើយតែសារកន្លងមកតែមានអ្នកសួរពីរបៀបបដូរតែគេធ្វើមិនទៅអាចទទួលបានបើកបរប្រទេសជប៉ុនចឹងហើយធ្វើការសារអ្វីខ្លះហើយមានលក្ខខណ្ឌអីខ្លះថ្ងៃនេះខ្ញុំនឹងយល់លម្អិតពីការចាប់ផ្ដើមក៏ដូចជារបៀបដាក់ពាក្យប្រឡងនិងសំណួរតាមមានអ្វីខ្លះហើយមានប្រមាណសំណួររបៀបកាន់ចង្កូតផ្សេងតាមដំណាក់កាលនីមួយចឹងសម្រាប់អ្នកដែលមានចំណងចង់បដូរបានបើកបរពីខ្មែរមកជប៉ុនអាចមើលវីដេអូរបស់ខ្ញុំពីដើមដល់ចប់នឹងយល់ពីរបៀបបដូរហើយខ្ញុំនឹងបញ្យល់តាមដំណាក់កាលមួយចឹងហើយទី1ដែលបងប្អូនត្រូវមានហ្នឹងគឺបានបើកបរដែលយកមកពីប្រទេសកម្ពុជាយើងបើសិនជាយើងអត់មានទេយើងទៅបដូរនៅសាលាបានបើកបរជប៉ុនហ្មងអាចចំណាយថវិកាច្រើនទៅរៀនយកបានបើកបរហ្មងប្រហែលជា30,000ជាងប៉ុន្តែបើសិនជាយើងបដូរពីខ្មែរមកបានបើកបរជប៉ុនអស់តា2-30000អីទេតាមបទពិសោធន៍ខ្ញុំធ្លាប់បដូរចឹងហើយបានបើកបរនេះដែររបស់យើងនៅខ្មែរទៅនៅប្រទេសយើងយ៉ាងតិចឲ្យបាន3ខែឡើងដល់ពេលបងប្អូនទទួលបានបើកបរភ្លាមគឺត្រូវនៅប្រទេសកម្ពុជាយើងឲ្យបាន3ខែឡើងចឹងទៅអាចយកមកបដូរនៅជប៉ុនបានហើយទី2នោះគឺបងប្អូនអាចយកបានបើកបរយើងនោះទៅបកប្រែពីខ្មែរទៅជាភាសាជប៉ុនឬក៏អង់គ្លេសហើយសួរថាទៅបកនៅណាគឺយើងអាចទៅបកនៅសាលា Menkyo Center គឺកន្លែងប្រឡងយកបានបើកបរតាមកន្លែងខេត្តដែលបងប្អូនរស់នៅតំបន់រស់នៅណាឧទាហរណ៍ណាក៏យ៉ាគីហ្វឺជាដើមអញ្ចឹងមានតាមតំបន់គេមានកន្លែងប្រឡងបានបើកបរហើយការបកប្រែអស់ប្រហែលជា4000យេនហើយឯកសារដែលយើងត្រូវការហ្នឹងគឺ copy បានបើកបរយើងមកក្រោយហើយនឹង passport លិខិតស្នាក់នៅការយឺមានឈ្មោះយើងបានមានទេអាចទៅដកនៅសាលាស្រុកបានប្លុកអស់300យេនអូខេហើយបានស្នាក់នៅដែលមានសុពលភាពពេលដែលយើងមានឯកសារគ្រប់គ្រាន់ហើយអ្វីយើងត្រូវធ្វើគឺតែកក់គេនៅជាក់មណ្ឌលប្រឡងបានបើកបរហ្នឹងហើយកក់ថ្ងៃគេទំនេរទៅគេនឹងណាត់យើងឲ្យទៅជួបថ្ងៃណាម៉ោងណាអញ្ចឹងយើងទៅតាមគេទៅហើយ passport បងប្អូនក៏ត្រូវមានវ័យត្រាចេញពីកន្លែងបន្តប្រវេសន៍ដែលយើងចូលមកប្រទេសជប៉ុនបើអត់មានវ័យត្រាក៏អាចពិបាកក្នុងការប្រឡងអត់បានដែរហើយពេលដែលទៅជួបគេពិនិត្យឯកសារគេថាអូខេហើយគេនឹងហៅយើងទៅក្នុងបន្ទប់សួរនាំផ្សេងដូចជាបានបើកបរខ្មែរយើងការដែលយើងទទួលបានបើកបរប្រទេសខ្មែរយើងហ្នឹងឆ្លងកាត់ដំណាក់កាលខ្លះហ្នឹងបានទៅរៀនសាលាត្រឹមត្រូវអត់ហើយទៅរៀនប្រហែលខែនិយាយរួមសួរច្រើនមែនតើអញ្ចឹងបងប្អូនក៏ត្រូវតែចេះភាសាជប៉ុនសម្រាប់ឆ្លើយតបមួយគេដែរអញ្ចឹងហើយតបមកទៀតបន្ទាប់ពីគេសម្ភាសយើងអីហើយគេយកទៅគិតសិនហើយគេនឹងម៉ាត់យើងឲ្យមកជួបម្ដងទៀតគឺមកប្រឡងជាសំណួរមាន10សំណួរ
ស្នួងស្រួលដែរតែឥឡូវយើងមានភាសាខ្មែរគេបកពីក្រមអញ្ចឹងអត់មានប្រវាក់សម្រាប់យើងទេតពីប្រឡងសំណួរជាប់ហើយអឺយើងរងចាំលទ្ធផលប្រហែលជា1ម៉ោងនឹងចេញលទ្ធផលថាយើងជាប់ធ្លាក់ហើយបន្ទាប់ពីប្រឡងហើយយើងនឹងដល់វគ្គប្រឡងដៃជាកោតអញ្ចឹងបងប្អូនអាចត្រៀមខ្លួនប្រឡងដៃជាកោតទិញកែវយើងចុះទៅទិញសវត្ថក្នុងសវត្ថហ្នឹងមកស្លឹកប្រហែល3500 yen ទេការខ្ញុំធ្លាប់ប្រឡងហើយបើសិនយើងធ្លាក់យើងត្រូវទិញម្ដងទៀតអញ្ចឹងធ្លាក់ម្ដងអស់ 3500 yen ទេហើយមុននឹងទៅប្រឡងគេធ្វើតេស្តភ្នែកយើងចង់កាត់ការតេស្តភ្នែកតេស្តចង់ដឹងយើងមានបញ្ហាភ្នែកអីអត់ចឹងហើយខ្ញុំបើជាងប្រឡងលើកទី1នឹងធ្លាក់ចឹងខ្ញុំចង់ផ្ដល់យោបល់ឲ្យបងប្អូនដែលចង់ប្រឡងឆាប់ជាប់គឺទៅរៀននៅសាលាបានបើកបរគេមានសាលាបរិញ្ញាបត្រផ្សេងសាលាកន្លែងប្រឡងនឹងផ្សេងចឹងហើយបងប្អូនទៅរៀនប្រហែល1ម៉ោងឬក៏2ម៉ោងឯណាការខ្ញុំទៅរៀនហ្នឹងអស់1ម៉ោងខ្ទង់9600រៀន2ម៉ោងហើយដល់ពេលដែលយើងទៅរៀនចឹងទៅអនុវត្តទៅយើងអាចឆាប់ប្រឡងឆាប់ជាប់ការបើកពីណាក៏ចេះបើកដែរព្រោះយើងធ្លាប់បើកឡាននៅខ្មែរអញ្ចឹងយើងដឹងពីរបៀបបើកគាត់ថាគេត្រូវការឲ្យបើកតាមគំនូសរបស់គេហើយនឹងមើលកញ្ចក់ឆ្វេងស្ដាំក្រោយអីចឹងណាហើយបើសិនជាយើងអត់ទៅរៀនទេគឺខ្ញុំគិតថាងាយប្រឡងជាប់ទេចឹងហើយបងប្អូនទៅរៀន1ម៉ោង2ម៉ោងគឺវាអត់មានបញ្ហាខាតលុយអីច្រើនទេហើយយើងក៏អាចឆាប់ប្រឡងបានជាប់ដែរចឹងហើយវីដេអូខ្ញុំក៏មានប៉ុណ្ណាហើយមានចម្ងល់អីបន្ថែមទៀតអាច comment ខាងក្រោមបានខ្ញុំនឹងឆ្លើយតបប្រាប់បន្ថែមអញ្ចឹងមានចម្ងល់កន្លែងណាអាច comment បានហើយអរគុណច្រើនកុំភ្លេច subscribe channel YouTube ខ្ញុំផងបាយបាយ